បាទជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមជូនវីដេអូមួយជាសារប្រុងប្រយ័ត្នសម្រាប់បងប្អូនដែលជាម្ចាស់កស៊ូទាំងអស់គ្នាកស៊ូរបស់ខ្ញុំយប់មិញបាទត្រូវបានចោរលួចបកអស់ហើយបាទហើយជាទូទៅម្ចាស់កស៊ូគ្រប់គ្នាបាទតែងតែជួបប្រទះបញ្ហានេះបាទដោយខានមិនបានទេបាទកម្រណាគឺត្រូវតែជួបបាទបាត់តិចបាត់ច្រើនគឺគ្រប់គ្នាបាទសុទ្ធតែធ្លាប់ឆ្លងកាត់សុទ្ធតែធ្លាប់បាត់ទាំងអស់ហើយកស៊ូរបស់ខ្ញុំគឺជាក់ស្ដែងអត់ដែលបាត់ទេបងប្អូនបាទគឺមករយៈពេលធំនេះគឺអត់ដែលមានបញ្ហាទេនៅតំបន់ខ្ញុំនេះគឺនៅខាងឃុំកក់បាទស្រុកពញាក្រែកនៅខាងភូមិកាចែភូមិកាចែឃុំកក់ស្រុកពញាក្រែកចកាចិត្តខាងខ្ញុំគាត់ធ្លាប់បាត់ដែរតែចកាខ្ញុំអត់ដែលបាត់តែឥឡូវគឺដូចខ្ញុំបានជម្រាបជូនខាងដើមអញ្ចឹងគឺម្ចាស់កស៊ូទាំងអស់ត្រូវតែឆ្លងកាត់អារឿងបាត់ដូចយប់មិញគឺទឹកតែបាត់យប់មិញទេបងប្អូនបាទហើយមករយៈហ្នឹងគឺជ័រឃើញមានការកើនឡើងបាទមេឃត្រជាក់បងប្អូនហើយអ្នកជាគាត់ជាពេលល្ងាចបាទព្រលឹមឡើងគាត់បកកបាទព្រលឹមឡើងបកកហើយទុកមកយប់បាទន័យថាទុក24ម៉ោងបានសារអញ្ចឹងនេះគឺជាឱកាសល្អសម្រាប់បងដែលគាត់ធ្វើសកម្មភាពយកបាទគឺកុំនិយាយថាលួចវាអាក្រក់ពេកបាទសម្រាប់ទុកនិយាយពាក្យឲ្យល្អជាមួយគាត់តិចបាទជាឱកាសដែលបងគាត់ធ្វើសកម្មភាពបាទមកបកជ័ររបស់យើងនឹងពួកឲ្យយប់គឺស្ងាត់ណាបងប្អូនទាំងកស៊ូយើងហើយនិងកស៊ូអ្នកជិតខាងគឺបានថាជាល្ងាចហើយគឺគាត់ហើយគាត់ទៅសម្រាប់ឯងបាទអញ្ចឹងចៅហ្នឹងគឺបកអាច័រដែលយើងຕົកចោលមកយប់ហ្នឹងបាទទឹកមិនស្រក់ហើយដែលយើងជារួចហ្នឹងគឺគាត់បកទេវាជ័ររាវយើងទៅបានបកកអញ្ចឹងបាត់តែកកស្រាប់ហើយមែនតែនទៅគឺយើងម្ចាស់កស៊ូវាស្ដាយណាបងប្អូនហើយស្ដាយអត់មានអីនិយាយទេពេលព្រលឹមឡើងយើងមកបកជ័រហើយវានៅសល់អាចារ្យទៅទេអញ្ចឹងហើយយើងទៅពឹងអីមានអីបងធនាគារបាទហើយអញ្ចឹងវាមានតែបដូរកម្មវិធីបងប្អូនហើយអានេះគឺនៅពេលដែលយើងគិតថាវាមិនអីយើងអត់ប្រយ័ត្នដល់ពេលដែលវាអីអំបិលប្រៃបាត់ទៅហើយបាយខាងណាវត្តទេបងប្អូនអញ្ចឹងមានតែដូរកម្មវិធីដូរកម្មវិធីបកកហើយនឹងដូរកម្មវិធីសារបងប្អូនបាទអញ្ចឹងនេះគឺជាសារដាស់តឿនមួយសម្រាប់បងប្អូនម្ចាស់កស៊ូទាំងអស់គ្នាបាទបង្កើនការប្រុងប្រយ័ត្នឬក៏រៀបចំផែនការផ្សេងទៅដើម្បីថែរក្សាឬក៏កុំឲ្យចោលមកបកជ័រយើងបាទនេះជ័រពេញចានណាបងប្អូននេះឃើញទេបកអស់ហ្មងបាទហើយមករយៈហ្នឹងជ័រចេញគ្រាន់បើជ័រចេញហ្នឹងគឺគាត់ធ្វើសកម្មភាពបដ ாய் ចាប់បងប្អូនបាទអញ្ចឹងជាចុងបញ្ចប់បាទសូមផ្ញើសារហ្នឹងទៅបងប្អូនម្ចាស់កស៊ូបាទអត់ផ្ញើសារទៅចោលទេបងប្អូនណាបាទព្រោះអីគាត់អត់មានឆន្ទៈនៅក្នុងការត្រិះរិះពិចារណាអីទេអញ្ចឹងបាច់ផ្ញើឲ្យគាត់មិនទេអញ្ចឹងគាត់ទៅប្រាប់ទៅម្ចាស់កស៊ូទេបាទប្រុងប្រយ័ត្នឲ្យមែនតែនតាមអ្វីដែលបងប្អូនអាចធ្វើទៅបានដើម្បីបានជ័រលក់បងប្អូនơiណែឡើងជ័រឡើងច្រើនដែរអ្នកជាគាត់ប្រាប់ថាលួចអស់អាវេនដែលចេញអាលីងហ្មងមានសល់មួយដើមទេមានសល់មួយចានទេព្រលឹមឡើងមកឃើញតែចានទៅទេចឹងឯងបាទអញ្ចឹងអរគុណបងប្អូនទាំងអស់គ្នា